មានអារម្មណ៍ថារំភើបខ្លាំងមែនទែនបងប្អូនដែលបានមើលព្រំប្រទល់ប្រគល់ព្រំប្រទល់ព្រំដែនកម្ពុជាឡាវធំណាស់បងប្អូនហើយធំមែនទែនហើយទឹកដីកម្ពុជានិងព្រំប្រទល់ឡាវនេះគឺពោពេញទៅដោយព្រៃឈើខ្លាំងណាស់បងប្អូនហើយផ្លូវចូលទៅសិតតែព្រៃឈើក្រាស់ព្រៃអាស័យព្រៃអីច្រើនមែនទែនហ្នឹងហើយបងប្អូនដែលបានមកតាមព្រំប្រទល់ច្រកឡាវឆ្លងកាត់អីគួរតែចូលលេងចូលថាឲ្យបានឃើញផ្ទាល់ភ្នែកនៅប្រគល់ព្រំប្រទល់កម្ពុជាឡាវផងដែរហើយប្រគល់ព្រំប្រទល់នេះគឺធំណាស់បងប្អូនចម្លែកធំខ្លាំងមែនទែនខុសប្លែកពីប្រគល់ព្រំប្រទល់កន្លែងផ្សេងទៀតអញ្ចឹងណាបាទព្រោះអីប្រគល់ព្រំប្រទល់ឡាវកម្ពុជាឡាវនេះគឺមិនសល់ទុកយូរឆ្នាំមកហើយបងប្អូនយូរឆ្នាំមែនទែនបាទតាំងពីសម័យអាណានិគមបារាំងបាទហើយណាមួយគឺព្រំប្រទល់កម្ពុជាឡាវហ្នឹងគឺធ្វើដោយជនជាតិបារាំងណាព្រោះសម័យហ្នឹងសម័យអាណានិគមបារាំងគឺគាត់ធ្វើឡើងគឺប្រគល់ព្រំប្រទល់ដាក់អក្សរជាអក្សរបារាំងដែរបាទបងប្អូនព្រោះបើយើងប្រកបជាអង់គ្លេសថាប្រទេសឡាវប្រទេសកម្ពុជាប្រទេសខ្មែរអញ្ចឹងគឺវាអត់ចេញដាក់ Cambodia ក៏អត់ចេញដែរព្រោះអក្សរពេលខ្លះទៅយើងឃើញអញ្ចឹងតែអាចចាប់អារម្មណ៍លើការសរសេរអក្សរឯងបាទនៅខ្លះក៏ឆ្ងល់បាទយើងអានជាភាសាបារាំងមិនត្រូវបាទដើម្បីទុកជាផុសតាងទុកជាតំណាងឲ្យព្រំប្រទល់កម្ពុជាឡាវផងដែរហើយទេសភាពស្អាតណាស់បងប្អូនហើយព្រោះខ្ញុំទៅពេលថ្ងៃល្ងាចតិចយើងស្ទាក់ដែរបាទអញ្ចឹងវាបរិយាកាសក៏ខ្យល់ហៀលហៀកចំណែកកូនខ្ញុំវិញគេលពើខ្លាំងដែរបងប្អូនគេឆ្ងល់ថាហេតុអីក៏បកគោនឹងធំម៉េះប៉ាគេសួរអញ្ចឹងណាហ្នឹងហើយមើលខាងកម្ពុជាយើងបើសិនជាមើលជាអក្សរមិនចំជាអក្សរអង់គ្លេសទេបាទប្រកបទៅដូចមិនត្រូវចេញជាកម្ពុជាហ្នឹងហើយខាងឡាវក៏អញ្ចឹងដែរបងប្អូនខាងឡាវបើប្រកបទៅវាទៅជាលោះហ្មងវិញបាក់ប្រកបដែរបាទហើយកម្ពុជាយើងគេដាក់កម្ពុជាអញ្ចឹងទៅហ្នឹងហើយបាក់ប្រកបដែរតែបើសិនជាអានជាអក្សរបារាំងអានឹងមិនចេញបាទខ្ញុំអត់ចាប់អារម្មណ៍បងប្អូនឃើញបានតែមើលបានតែដឹងថាប្រគល់ព្រំប្រទល់កម្ពុជាឡាវប៉ុន្តែដឹងថានៅកន្លែងណាអញ្ចឹងហ្នឹងហើយបងប្អូនណាដែលបានមកឆ្លងកាត់ប្រទេសឡាវអីគួរតែចូលលេងថតជាវីដេអូឬក៏ថតជារូបភាពដើម្បីតំណាងឲ្យប្រទេសជាតិយើងដើម្បីឲ្យដឹងទុកជាអនុស្សាវរីយ៍ផងដែរហើយស្អាតណាស់បងប្អូនស្អាតមើលគិតថាវាធំពេកណាបងប្អូនធំខ្លាំងតែធំខ្លាំងមើលទៅស្អាតមែនទែនហើយខាងខ្ញុំម្នាក់គឺនៅចិត្តទេបងប្អូនហ្នឹងហើយនៅចិត្តប៉ុន្តែពេលខ្លះនៅចិត្តក៏អត់សូវមានពេលទៅលេងដែរបងប្អូនអត់សូវមានពេលដែរ